ជំរាបសួរបងខ្ញុំឈ្មោះតុងវរៈមកពីក្រុមទី1ចឹងថ្ងៃនេះខ្ញុំនឹងឡើងមក page អំពី Explore Cambodia with Cambodia Trip ចឹងយើងតែងតែលើគេនិយាយថាប្រទេសកម្ពុជាគឺជាជំរឿនចុងក្រោយនៅពេលដែល tourist គាត់ទៅប្រទេសជិតខាងជាមុនសិនចឹងដើម្បីដឹងថាការលើកឡើងខាងលើនេះគឺជាការពិតយើងនឹងក្រឡេកមកមើល diagram ដែលពួកយើងបានដកស្រង់នៅឆ្នាំ2023ដែលក្នុងនោះប្រទេសថៃមានចំនួន 61% ប្រទេសវៀតណាមមាន 27% ចំណែកឯប្រទេសកម្ពុជាយើងមានត្រឹមតែ 12% តែប៉ុណ្ណោះជាងតាមរយៈ diagram នេះយើងអាចសន្មតបានថាការលើកឡើងខាងលើគឺជាការពិតហើយនេះគឺជា problem analysis ដែលធ្វើឲ្យបញ្ហាខាងលើកើតមានឡើងទី1គឺ tourist ក៏ស្គាល់តែកន្លែងល្បីស្រាប់ដូចជាខេត្តសៀមរាបនិងទីក្រុងភ្នំពេញដែលធ្វើឲ្យពួកគេគិតថាចំណាយពេលវេលាតែប៉ុន្មានថ្ងៃក្នុងប្រទេសកម្ពុជាគឺវាគ្រប់គ្រាន់ចំណុចទី2គឺ outdated information នៅតាម website នីមួយៗការ update information គឺមានការយឺតយ៉ាវនៅពេលដែល tourist គាត់ចង់ស្វែងរក data អ្វីមួយគឺ data ទាំងនោះគឺខកខាន update ពី3ឆ្នាំមកហើយចំណុចទី3គឺ limit and bias information tourist ភាគច្រើនគឺគាត់ពឹងផ្អែកទៅលើក្រុមឆាតរបស់ពួកគាត់និងសៀវភៅសម្រាប់នាំផ្លូវពួកគាត់ដើរក្នុងប្រទេសកម្ពុជាដែលធ្វើឲ្យពួកគេខកខាននៅព័ត៌មានជាច្រើនដោយសារតែសៀវភៅទាំងនោះគឺអាប់ដេតមិនទាន់ពេលវេលានោះទេហើយនេះគឺជា customer discovery ដែលពួកយើងបាន interview ពួកគេនៅសំណួរធំ3ទី1គឺក្រៅពីតំបន់ដែលល្បីស្រាប់ថាពួកគេស្គាល់កន្លែងណាខ្លះពួកគេឆ្លើយថាពួកគេមិនស្គាល់ទេពួកគេស្គាល់តែតំបន់ដែលល្បីស្រាប់ដូចជាទីក្រុងភ្នំពេញហើយនិងខេត្តសៀមរាបចំណែកសំណួរទី2គឺតើពួកគេប្រើវិធីសាស្ត្របែបណាដើម្បីស្វែងរកកន្លែងដែលចង់ទៅកន្លែងស្នាក់នៅឬក៏កន្លែងសម្រាប់ញ៉ាំអីពួកគេឆ្លើយថាពួកគេបានប្រើ Google Map ដើម្បីនាំផ្លូវពួកគេពេលខ្លះក៏ពួកគេក៏ទៅតាមកន្លែងដែលប្រជាជនខ្មែរយើងទៅទូទៅចំពោះសំណួរទី3ខ្ញុំបានសួរថាតើពួកគេមានអារម្មណ៍បែបណាចំពោះ information ដែលពួកគេទទួលបានពួកគេបានឆ្លើយថា information មួយចំនួនគឺវា outdated ដែលធ្វើឲ្យពួកគេខកខាននៅ event ឬក៏បុណ្យទានផ្សេងៗហើយពួកគេពិបាកនឹងជឿទុកចិត្តចំពោះព័ត៌មានទាំងនោះអញ្ចឹងយើងហើយនេះគឺជា proposal solution របស់ពួកយើងដែលពួកយើង plan នឹងបង្កើតជា app មួយដែលក្នុងនោះគឺមានដូចជាទី1គឺ map ដែល map នៅក្នុងនេះគឺ copy Google Map ដោយសារតែ map ក្នុងនេះគឺ focus ទៅលើកន្លែងគឺ focus តែតំបន់ទេសចរកន្លែងស្នាក់នៅនិងភោជនីយដ្ឋានផ្សេងៗនៅក្នុងប្រទេសកម្ពុជាចំណុចទី2គឺនៅតាមតំបន់នីមួយៗគឺយើងនឹងដាក់ជា short description ទៅតាមតំបន់នោះចំណុចទី3គឺការ customize trip ទៅតាមតម្រូវការរបស់ពួកគាត់ដែលធ្វើឲ្យពួកគាត់មានភាពងាយស្រួលក្នុងការស្វែងរកកន្លែងដែលគាត់ចង់ទៅចឹងចំពោះ prototype វិញគឺមានដូចជា description ដែលយើងបាននិយាយខាងលើអំបញ្ញនេះគឺយើងនឹងដាក់ជា description មួយទៅតាមតំបន់នីមួយៗក្នុងប្រទេសកម្ពុជាយើងហើយយើងនឹងមានកន្លែង review ដែលអាចឲ្យពួកគាត់ចូលទៅមើលអ្នកដែលបាន review មុននិងពួកគាត់អាច review ពីតំបន់នោះបានហើយមួយទៀតគឺ forum ដែលពួកគាត់អាច discuss គ្នាជាមួយនឹង tourist ដទៃអំពីតំបន់ទេសចរទាំងនោះអញ្ចឹងចូលមកដល់កន្លែង trip generator គឺពួកគាត់អាច customize trip របស់ពួកគាត់តាមតម្រូវការរបស់ពួកគាត់ដូចជាដោយគ្រាន់តែបញ្ចូលទៅកន្លែងដែលគាត់ចង់ទៅ budget ចំនួនពេលវេលាស្នាក់នៅហើយនឹងជ្រើសរើស activity ដែលពួកគាត់ចង់ធ្វើហើយយើងក៏មានជា calendar និង event ដែលយើងនឹងបង្ហាញថានៅថ្ងៃណាមាន event អ្វីមួយនៅតាមខេត្តនីមួយៗអញ្ចឹងចំពោះ target customer គឺយើងចែកជា2គឺ traveler និង business ចំពោះ traveler គឺមានអាយុចាប់ពី18ទៅ65ឆ្នាំចំពោះសញ្ជាតិវិញគឺជា tourist ទូទៅជាពិសេសគឺ foreign tourist ដែលពួកគេមានគោលបំណងចង់ explore relax និងសិក្សាអំពីវប្បធម៌និងប្រវត្តិសាស្ត្រផ្សេងៗចំពោះ business វិញគឺយើង focus ទៅលើ hotel resort និងកន្លែងផ្សេងៗដែលមាន budget friendly ហើយនឹងស័ក្តិសមសម្រាប់ long term និង short term stay ហើយនេះគឺជា competitor analysis របស់ពួកយើងដែលមានដូចជា TripAdvisor, Kim ហើយនិង Google Map ដែលពួកយើងបានមើលឃើញនៅចំណុចល្អរបស់ពួកគេនិងចំណុចខ្វះខាតមួយចំនួនរបស់ពួកគេផងដែរអញ្ចឹង Cambodia Trip របស់យើងនឹងបំពេញនៅចំណុចខ្វះខាតទាំងនោះដើម្បីឲ្យ app របស់យើងមានភាពប្រសើរហើយនេះគឺជា value proposition របស់ពួកយើងមានដូចជាទី1គឺ tourist អាច customize trip របស់ពួកគាត់ទៅតាមតម្រូវការរបស់ពួកគាត់បានទី2គឺយើងនឹងធ្វើការ update information
ដូចថាមាន event នៅតាមខេត្តណាមួយយើងនឹង update ឲ្យទាន់ពេលវេលាចំណែកចំណុចទី3គឺមានភាពងាយស្រួលក្នុងការប្រើប្រាស់ដោយ tourist គ្រាន់តែ click 2-3 click គឺពួកគេនឹងទទួលបានព័ត៌មានដែលពួកគេចង់បានចឹងប្រភពនៃប្រាក់ចំណូលរបស់ពួកយើងគឺយើងអាចរកប្រាក់ចំណូលបានតាមរយៈ advertisement ដែលយើងនឹងដាក់ ad នៅក្នុងកម្មវិធីរបស់យើងហើយមួយទៀតគឺយើងនឹងទទួលបាន commission ពី business ដែលយើងបានជួយគេដែលយើងនឹងជួយគេលក់នៅ product និង service ផ្សេងៗរបស់គេហើយមួយទៀតគឺយើងនឹងទទួលបាន commission 1% ពី hotel ពីការជួយ hotel ក្នុងការ secure booking ចឹងចំពោះ scalability វិញគឺយើងបែងចែកជា3គឺ short term ដែលយើង focus ទៅលើ brand awareness grow user base ហើយនិង secure funding ចំពោះ medium term វិញគឺយើងនឹងចុះឈ្មោះឲ្យទៅជា business ហើយយើងទទួលបានប្រាក់ចំណូលពី partner ចំណែក long term goal ពួកយើងវិញគឺយើងនឹង consistent ក្នុងការ increase profit អញ្ចឹងការពិតរបស់ខ្ញុំក៏បានមកដល់ទីបញ្ចប់ Thank you for listening